How to change electronic to mechanical. សម្រាប់កាមេរ៉ាកាណុងនេះកាណុងអ្នកទាំងអស់គ្នាអញ្ចឹងយើងជួលតែចូលទៅក្នុង menu ទៅហើយបន្ទាប់មកយើងរកពាក្យនេះរូបកាមេរ៉ាហ្នឹងហើយយើង scroll ទៅ menu ទី7នោះអ្នកទាំងអស់គ្នានឹងឃើញពាក្យថា shutter mode ហើយអញ្ចឹងយើងចូលទៅក្នុង shutter mode ទៅយើងធ្វើការសេរីទៅពី electronic មក mechanical ណាកាមេរ៉ា Sony អ្នកទាំងអស់គ្នារូបកាមេរ៉ាដូចគ្នានៅជួរទី3ណាហើយទៅរកពាក្យគេហៅថា shutter and silent ហ្នឹងចឹងចុចលើវាមកហើយបន្ទាប់មករកពាក្យ shutter tie ចឹងចុចលើវាមកហើយនេះវាមាន electronic ឬមួយក៏ mechanical shutter ចឹងយើងធ្វើការសេរីតាមហ្នឹងទៅចឹងនេះគឺ Nikon menu ដូចគ្នាដែរចឹងវាមានប៊ូតុងបន្វាយើងចុចទៅរកពាក្យខ្មៅដៃហ្នឹងទៅហើយបន្ទាប់មក select ទៅរកពាក្យ D ណានេះអក្សរ D នេះ shooting and display select ទៅលើវាទៅហើយបន្ទាប់មកនេះ scroll មកក្រោមមកទៀតនៅរកពាក្យ D5 shutter tie ចឹងយើង select លើវាមកនេះវាមាន auto mechanical ហើយនិង electronic shutter ចឹងយើងយក select រូបពាក្យ mechanical shutter ចុចលើវាទៅជាការស្រេចនេះគឺជារបៀបប្រើប្រាស់ទៅលើកាមេរ៉ានីមួយៗបាទ